ប្រាសាទបាយ័នកណ្ដាលក្រុងអង្គរធំគេរំរកឧត្តមដូនតាសាងទុកជាគេលេចត្រដែតកណ្ដាលព្រៃលើទឹកដីនៃកម្ពុជាថ្មដាឆ្លាំងជារៀងប្រមុខ4សែនសោភាប្រមុខ4សែនសោភាមុខ4បាយគ្រប់ទឹងតំណាងព្រំហៀរឹងវិហារធម៌មេត្តានៃងករណាសណ្ដោប្រស័ត្វលោកាមុតតាឧបេក្ខានាំសន្តិភាពដល់ខេមរាស្នាមញញឹមរស្មីផូរផង់បង្កប់ក្តីមេត្តាអោបាយ័នមុខ4ញញឹមមិនរីងស្ងួតទូឆ្លងការរាប់រយឆ្នាំជួបលៀមកោរន្ទះស្នាមញញឹមព្រះនេត្របិទស្មារតីសែនស្ងប់ស្ងាត់ជាមលប់ដល់ត្រជាក់នាំសង្ឃឹមដល់កូនខ្មែរស្នាមញញឹមអាចកំបាំងដាស់ប្រលឹងឲ្យក្រោកឈរដាស់ប្រលឹងឲ្យក្រោកឈរព្រះបាទជ័យវរ្ម័នព្រះមហាវីរៈសាងប្រាសាទអាដមកលទុកជាមលប់ដល់ផែនដីកូនសូមអោនកេសានឹងគុណដល់បារមីឲ្យញញឹមបាយ័នស្ថិតថេរគង់វៀងសទៅអោបាយ័នមុខ4ញញឹមមិនរីងស្ងួតទូឆ្លងការរាប់រយឆ្នាំជួបលៀមកោរន្ទះស្នាមញញឹមព្រះនេត្របិទស្មារតីសែនស្ងប់ស្ងាត់ជាមលប់ដល់ត្រជាក់នាំសង្ឃឹមដល់កូនខ្មែរស្នាមញញឹមអាចកំបាំងដាស់ប្រលឹងឲ្យក្រោកឈរញញឹមប្រាប់កូនថាខ្មែរដែលរឹងជានិរន្តរ៍ញញឹមមិនរីងស្ងួតបាយ័នអើយដួងព្រលឹងជាតិខ្មែរកូនចៅសូមថែរក្សាទុកជាគេតំណា